អត់ចេះញ៉ាំបន្លែមែនទេពេលខ្លះបខំខ្លួនឯងត្រូវញ៉ាំបន្លែដែរប៉ុន្តែមិនដឹងមិនថាពេលតែញ៉ាំទៅហ្នឹងគឺរាងកាយឬអត់ទទួលយកហ្មងការពិតមិនមែនរាងកាយអត់ទទួលយកទេរាងកាយហ្នឹងគ្នាស្រេកឃ្លានណាស់នៅក្នុងការដែលត្រូវការសារជាតិនៅក្នុងបន្លែទាំងអស់ហ្នឹងទៅគ្រប់គ្រងរាងកាយប៉ុន្តែអ្វីដែលមិនចង់ឲ្យយើងញ៉ាំហ្នឹងតែម្ដងគឺចិត្តរបស់យើងបងប្អូនទាំងអស់គ្នាការពិតបន្លែយើងទាំងអស់ដូចជានៅក្នុងល្ពៅវាមានជាមួយនឹងវីតាមីនជាច្រើនដែលនៅក្នុងហ្នឹងវីតាមីនទាំងអស់ហ្នឹងរាងកាយយើងគឺត្រូវការទាំងអស់អញ្ចឹងនៅក្នុងវិស័យវិទ្យាសាស្ត្រគេហៅថា deficiency of vitamin C ឧទាហរណ៍ថាកង្វះវីតាមីន C លើសវីតាមីន C វាធ្វើឲ្យរាងកាយយើងនឹងកើតអីគេខ្លះហើយអកតាទាំងអស់ហ្នឹងវាកើតឡើងអំពី malnutrition គឺតាក់ទងជាមួយនឹងការកង្វះអាហារូបត្ថម្ភហើយការពិតមិនមែនកង្វះដោយសារតែយើងអត់អីញ៉ាំទេគឺយើងអត់ចង់ញ៉ាំនឹងតែម្ដងអញ្ចឹងមើលវីដេអូនេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសាកល្បងតាមធីបរបស់ខ្ញុំទី1គឺសាកល្បងបន្តិចម្ដងដោយយកបន្លែដែលយើងមិនចូលចិត្តទៅច្នៃជាមួយម្ហូបផ្សេងៗហើយចាប់ដើមរៀនពីវាពីមួយថ្ងៃទៅមួយថ្ងៃយើងនឹងអាចធ្វើវាបានដោយអត់ដឹងខ្លួនហ្មងចំណុចទី2កុំបង្ខំត្រូវការវីតាមីននៅក្នុងល្ពៅបង្ខំខ្លួនឯងឲ្យញ៉ាំហ្មងតែពេលយើងបង្ខំម្ដងពីរដងវា fail តែពេលតែ fail អញ្ចឹងហើយគឺយើងលែងចង់ញ៉ាំទៀតតែម្ដងយើងចង់បោះបង់តែម្ដងចំណុចទី3អ្នកទាំងអស់គ្នាត្រូវមើលឲ្យឃើញគុណតម្លៃនិងតម្រូវការរាងកាយឧទាហរណ៍ថាបើយើងអត់ញ៉ាំបន្លែយើងអត់ញ៉ាំល្ពៅមួយមានបញ្ហាពោះវៀនមានបញ្ហាទល់លាមកហើមពោះពិបាកបត់ជើងអញ្ចឹងបើសិនអ្នកទាំងអស់គ្នាសាកល្បងចំណុចទី1ចំណុចទី2នឹងឆ្លើយតបមួយរាងកាយនឹងបាត់រាល់បញ្ហាដែលយើងកំពុងជួបព្រោះរាងកាយយើងវាត្រូវការទាំងអស់ហ្នឹងតែបើសិនជាយើងញ៉ាំអត់គ្រប់វាទៅកើតជាកង្វះអាហារូបត្ថម្ភដែលទ្រទ្រង់នៅក្នុងរាងកាយរបស់យើងអញ្ចឹងកុំភ្លេចអ្នកទាំងអស់គ្នាឃើញវីដេអូនេះពីខ្ញុំអ្នកគ្រូសិប៉ៅហើយកុំភ្លេច follow page ដែលខ្ញុំកំពុងតែនិយាយនេះផងដើម្បីយើងទទួលបានវីដេអូល្អៗជុំវិញចំណីអាហារដែលផ្សារភ្ជាប់នឹងសុខភាពអញ្ចឹងខ្ញុំនឹងមានវីដេអូបន្តទៀតដើម្បីចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាអរគុណ